បាទទស្សដីអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកគ្នាពីការរកលុយជាមួយក្រុមហ៊ុន Facebook ម្ដងឥឡូវនេះក្រុមហ៊ុន Facebook យើងអាចរកលុយបានហើយគឺយើងអាចយក ad ទៅដាក់លើ website បានអូខេអញ្ចឹងដើម្បីបង្កើតនៅ account ad នេះបានយើងត្រូវទីមួយយើងត្រូវមាន PayPal account ដែលយើងត្រូវដកលុយហើយនឹង bank របស់យើងអូខេទីមួយត្រូវមាន bank PayPal ទីពីរត្រូវមាន bank ធនាគារទើបយើងអាចដកលុយបានគឺ process គឺវាស្តៀងដូចទៅនឹង Google AdSense អូខេចូលយើងចាប់ផ្ដើមដល់គ្នាទី1អ្នកគ្នាត្រូវចូលទៅកាន់ Google ហើយវាពាក្យថា instant article អូខេនេះចុចលើវាមកហើយយើងចុចលើវាទៀតមកអូខេពេលមកចេញមកបែបនេះហើយយើងត្រូវចុចលើ sign up អូខេអញ្ចឹងយើងចុច sign up មកក្នុងការ sign up នេះអ្នកនរគ្នាត្រូវចូលទៅកាន់ Facebook account ជាមុនសិនទៅវាងាយស្រួលហើយយើងត្រូវតែមាន page like អញ្ចឹងយើងមិនអាចបង្កើតវាបានទេអូខេនេះគឺ page like របស់ខ្ញុំអញ្ចឹងខ្ញុំចុច page like មួយណាដែលខ្ញុំចង់យក banner ទៅដាក់លើ website អូខេអញ្ចឹងយើងចុច tick លើនេះហើយយើងចុចពាក្យថា access instant article tool អូខេហើយយើងចុច continue បន្តមកអូខេពេលមកដល់ចំណុចនេះយើងត្រូវទី1យើងចុចលើ claim your URL ដល់ចំណុចនេះត្រូវចុច claim URL អូខេបន្ទាប់ពីយើងចុចបែបនេះហើយយើងត្រូវ copy នៅ code នេះទៅដាក់លើ website របស់យើងគឺដាក់លើ header អូខេអញ្ចឹងវាបញ្ជាក់នៅខាងលើហើយយើង copy មកអូខេអញ្ចឹងខ្ញុំចូលទៅ website ខ្ញុំហើយចូលទៅកាន់ appearance ចំពោះអ្នកដែលប្រើ blogger គឺអាចដាក់នៅលើ header ដូចគ្នាគឺវាមានលក្ខណៈស្តៀងគ្នាទេហើយយើងចុចលើ header អូខេអញ្ចឹងនេះគឺ header ហើយយើងដាក់ក្រុមដាក់ meta នេះមកអូខេអញ្ចឹងខ្ញុំប៉ះដាក់ហើយខ្ញុំចុច update file អូខេអញ្ចឹងជំហានបន្ទាប់យើងត្រូវវាយ website យើងអញ្ចឹងខ្ញុំ copy website របស់ខ្ញុំមកហើយយើងប៉ះលើចំណុចនេះហើយយើងចុចពាក្យថា claim URL ពេលវាចេញបែបនេះហើយយើងបាន claim វាជោគជ័យហើយជំហានបន្ទាប់យើងត្រូវចូលទៅកាន់ចំណុចនេះ Aden Network ហើយយើងចុច tick លើនេះ tick មកយើងចុច get start អូខេអញ្ចឹងឥឡូវនេះវាបានដាក់ថា approve ហើយគឺវាងាយស្រួលជាង Google AdSense ពេលយើង apply ទៅភ្លាមគឺវា approve ភ្លាមហើយបន្ទាប់ទៀតយើងត្រូវចូលនៅចំណុចនេះចូលយក passport អូ
เคនៅចំណុចខាងលើនេះគឺវាបញ្ជាក់ហើយគឺយើងរកបាន$100ទៅវាភាគយើងគឺដោយ process វាគឺដោយ Google Action អូខេពេលដល់ចំណុចនេះហើយជំហានបន្ទាប់យើងត្រូវចូលទៅកាន់ placement ដើម្បីយកកូដវាទៅដាក់លើ website អូខេបន្ទាប់មកទៀតយើងចុចលើពាក្យថា get code អូខេនៅចំណុចនេះយើងរើសយក banner ឬមួយអូខេយើងអាចរកចំណុចខាងក្រោមនេះក៏បានដែរហើយ copy មក copy ទៅដាក់ sidebar ឬដាក់នៅ post របស់យើងអូខេអញ្ចឹងខ្ញុំចូលទៅដាក់លើ header ហើយខ្ញុំចូល appearance ចូល widget អូខេបន្ទាប់មកទៀតខ្ញុំទាញទៅដាក់ចំណុចទាញតិចមួយទៅដាក់ខាងលើអូខេអញ្ចឹងខ្ញុំដាក់នៅចំណុចនេះហើយខ្ញុំផាហើយខ្ញុំចុច save អូខេអញ្ចឹងយើងក៏លេចទៅមើលwebsite របស់យើងចំណុចនេះខ្ញុំអត់ទាន់ refresh វាគឺវាមានលក្ខណៈបែបនេះគឺអត់មានចេញអីទេអញ្ចឹងខ្ញុំចុច refresh វាមួយអូខេឥឡូវនេះខ្ញុំបានដាក់រួចរាល់ហើយនេះគឺជា banner របស់ Facebook Ad គឺវាស្តៀងទៅនឹង Action គឺមានក្រុមហ៊ុនជាច្រើនដែលបានផ្សាយ ad លើ Facebook អូខេអញ្ចឹងជំហានបន្ទាប់ទៀតយើងត្រូវបំពេញនៅ payment គឺ payout នេះយើងអាចចុចលើ payout នេះក៏បានចុចនៅចំណុចនេះក៏បានដូចគ្នាទេយើងចុចមកពេលចុចមកបែបនេះហើយដោយសារខ្ញុំមានបានបំពេញមុន account របស់ខ្ញុំមុនឬមួយយើងអត់ទាន់មានយើងចុចregister អូខេនៅចំណុចនេះយើងត្រូវដាក់ឈ្មោះរបស់យើងអូខេដាក់ឈ្មោះរបស់យើងមកអូខេយកខ្ញុំដាក់ឈ្មោះខ្ញុំស័យដ្ឋានអូខេយកខ្ញុំដាក់ខណ្ឌស្រីកែវហើយ City ភ្នំពេញ Postal Code យើងដាក់1203ប្រទេសយើងដាក់ Cambodia ហើយ Country យើងដាក់ភ្នំពេញចេះមកចំណុចនេះយើងដាក់ភ្នំពេញហើយនេះយើងដាក់ email របស់យើងអូខេ phone number ចូលយើងដាក់ phone number មកហើយនៅចំណុចនេះបានដាក់ទេយើងដាក់នៅ ID នេះយើងដាក់លេខអត្តសញ្ញាណប័ណ្ណរបស់យើងដាក់ ID អូខេឬមួយអ្នកគ្នាអាចដាក់ account bank ក៏បាន number លេខ bank របស់យើងមួយដាក់ជាលក្ខណៈអត្តសញ្ញាណប័ណ្ណក៏បានយើងតិចនៅចំណុចនេះហើយយើងចុច continue មកអូខេអញ្ចឹងគេដាក់ថាតាក់នេះ already រួចម្ដងមុនម្ដងហើយខ្ញុំដាក់ថ្មីទៀតដោយសារយើងបានពេញមុនហើយអូខេអញ្ចឹងខ្ញុំដាក់ម្ដងទៀតអូខេពេលយើងបំពេញបែបនេះហើយយើងតិចនៅចំណុចនេះទៀតហើយយើងចុច continue បន្តទៀតមកគឺវា
ចាប់ផ្ដើមដល់ចំណុចទី2ហើយនៅចំណុចនេះយើងដាក់ឈ្មោះរបស់យើងមុនហើយដាក់តកូលនៅក្រោយហើយយើងដាក់ឆ្នាំមកពេលនៅចំណុចនេះយើងធីកធម្មតាមកធីកវានឹងធ្លាក់មកឲ្យបែបនេះហើយយើងជ្រើសយកប្រទេសរបស់យើងមកពេលវាចេញអុយទៅយើងអាចចុច continue ហើយវានឹងធ្លាក់អុយហើយអូខេយើងអាចរើសដាក់ភ្នំពេញហើយចុច continue បន្តទៀតមកនៅចំណុចនេះហើយសំខាន់គឺកន្លែង payment គឺយើងបើមានយើងមានPayPal យើងដាក់ PayPal មកបើមាន bank យើងដាក់ bank យកខ្ញុំដាក់ bank របស់ខ្ញុំអូខេចុះខ្ញុំដាក់ bank របស់ខ្ញុំ Asia PLC ហើយនៅចំណុចនេះយើងដាក់ភ្នំពេញអូខេដាក់ភ្នំពេញហើយយើងយក Cambodia នៅចំណុចនេះយើងត្រូវដាក់ឈ្មោះ bank របស់យើងហើយ Swift code នេះយើងត្រូវទៅសោកនៅទៅសួរមើលនៅ bank របស់យើងដែលយើងបានបង្កើតកង់អូខេនេះថា Swift code នេះយើងត្រូវដាក់ត្រូវសាំហើយឲ្យត្រូវតាម Swift code របស់ bank របស់យើងហើយលេខនេះយើងត្រូវដាក់ឲ្យត្រូវតាម account bank របស់យើងអូខេចាំបន្តិច36អូខេពេលយើងដាក់រួចរាល់ពេញរួចរាល់ហើយយើងចុច tick ចំណុច2នេះហើយយើងចុច continue អូខេពេលយើងដាក់ត្រូវហើយវាឲ្យយើង continue បន្តទៀតហើយយើងចុច finish មកជាការស្រេចឥឡូវនេះរួចរាល់ហើយយើងបានបំពេញតាក់រួចរាល់ហើយឥឡូវនេះយើងរកលុយបាន$100ទៅវា pay ឲ្យយើងដូច Go Collection អញ្ចឹងចូលទៅចំណុចនេះអូខេចំនួន revenue ឯគឺវាមាននៅនេះស្រេចមកคลิกប្រហែលសេនគឺវាចេញឲ្យបែបនេះហើយចំណុចនេះអូខេការ register គឺវាមានប៉ុណ្ណឹងអញ្ចឹងខ្ញុំចូលទៅ account ខ្ញុំមួយទៀតដើម្បីឲ្យអ្នកគ្នាមើលខ្ញុំតបនឹងដាក់ add ដូចគ្នាទេអូខេអញ្ចឹងខ្ញុំចូលទៅមួយនេះចូលចំណុច add network អូខេអញ្ចឹងគឺមានអ្នក review 100អ្នកជាងដែរគឺចំណុចនេះគឺវាបាន2សេនអញ្ចឹងអ្នកចូលមើលតាមអ្នកចូលមើលយើងបានច្រើនគឺ
មានអ្នកចូល website យើងច្រើនគឺយើងបានលុយច្រើនអូខេអញ្ចឹងយើងអាចដាក់ប៉ុសរបស់យើងនៅចំណុចណាមួយដែលយើងចង់ដាក់មកឥឡូវនេះខ្ញុំបង្ហាញប៉ុណ្ណឹងការរកលុយតាម Facebook Ad អូខេអញ្ចឹងសូមជួយចុច Subscribe និង Share បន្តដើម្បីទទួលបានវីដេអូថ្មីៗខ្ញុំនឹងបង្ហាញអ្នកគ្នាពេលបន្តទៀតអញ្ចឹងសូមអរគុណ